សង្គ្រាមអ៊ីរ៉ង់កាន់តែតានតឹង Donald Trump និយាយថាបើមិនវាយមុនអ៊ីរ៉ង់នឹងវាយអាមេរិកមុននៅក្នុងជំនួបមួយរវាងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងអធិការបតីអាល្លឺម៉ង់ Friedrich Merz មេដឹកនាំអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចចិត្តរបស់អាមេរិកនៅក្នុងការវាយប្រហារលើអ៊ីរ៉ង់មិនមែនកើតឡើងដោយសារការជំរុញឬញុះញង់ពីអ៊ីស្រាអែលនោះឡើយលោក Donald Trump បាននិយាយនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថាមិនត្រឹមតែអាមេរិកមិនត្រូវបានអ៊ីស្រាអែលជំរុញប៉ុណ្ណោះនោះទេប៉ុន្តែផ្ទុយទៅវិញគឺរូបលោកផ្ទាល់ដែលជាអ្នកដឹកនាំនិងគាំទ្រអ៊ីស្រាអែលឲ្យធ្វើប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ជំនួបរវាងមេដឹកនាំទាំងទីនេះត្រូវបានរៀបចំជាយូរមកហើយប៉ុន្តែវាបានកើតឡើងក្នុងពេលដែលស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងក្តៅគគុកក្នុងអំឡុងពេលនៃការជួបគ្នាក្នុងទីក្រុង Washington លោកប្រធានាធិបតី Donald Trump បានបដិសេធយ៉ាងតឹងរឹងចំពោះការចោទប្រកាន់មួយចំនួនដែលអះអាងថាអាមេរិកបានចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ដោយសារតែការញុះញង់ពីអ៊ីស្រាអែលលោកបានអះអាងថាការវាយប្រហារនេះគឺជាសកម្មភាពការពារខ្លួនប្រសិនបើអាមេរិកមិនធ្វើសកម្មភាពមុនទេអ៊ីរ៉ង់អាចនឹងវាយប្រហារអាមេរិកជាមុនវិញប្រសាសន៍របស់លោកត្រាំក៏ត្រូវបានគេចាត់ទុកថាជាការបកស្រាយបន្ថែមលើសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio មុននេះសារព័ត៌មានមួយចំនួនបានផ្សាយថាលោក Marco Rubio បាននិយាយថាការចូលរួមរបស់កងទ័ពអាមេរិកក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់គឺដោយសារតែការជំរុញពីអ៊ីស្រាអែលទោះជាយ៉ាងណាក្នុងការសន្ទនានៅមុខសភាអាមេរិកកាលពីថ្ងៃអង្គារទី3ខែមិនិនាលោក Marco Rubio បានបដិសេធថាសារព័ត៌មានខ្លះបានស្រង់សម្ដីរបស់លោកខុសពីអ្វីដែលលោកមានបំណងនិយាយនៅចុងក្រោយលោកបានបញ្ជាក់ថាទោះជាយ៉ាងណាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគួរតែចាត់វិធានដើម្បីបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់លោកបានបន្ថែមថាការវាយប្រហាររួមរវាងអាមេរិកនិងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី28ខែកុម្ភៈគឺជាឱកាសល្អបំផុតនៅក្នុងការកាត់បន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ង់ប៉ុន្តែក្នុងសភាអាមេរិកក្រុមសមាជិកសភាមកពីគណៈបកប្រជាធិបតេយ្យបានបន្តរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពយោធានេះពួកគេអះអាងថាប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់មិនបានទទួលការអនុម័តពីសភាអាមេរិកឡើយហើយក៏មិនមានយុទ្ធសាស្ត្រច្បាស់លាស់ដែរសម្រាប់ការចាកចេញពីសង្គ្រាមផងសមាជិកសភាទាំងនេះក៏បានបញ្ជាក់ថាសង្គ្រាមនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិតទាហានអាមេរិកនិងធ្វើឲ្យស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅយោងតាមព័ត៌មានចុងក្រោយមានទាហានអាមេរិកយ៉ាងហោចណាស់3នាក់បានស្លាប់នៅក្នុងជម្លោះនេះខណៈពេលដូចគ្នានេះពលរដ្ឋអាមេរិកប្រហែល 9,000 នាក់ដែលរស់នៅនិងធ្វើការនៅតំបន់មជ្ឈិមបូព៌ាត្រូវបានបង្ខំចិត្តចាកចេញពីតំបន់នេះយ៉ាងបន្ទាន់ដើម្បីរកសុវត្ថិភាពនៅក្នុងជំនួបនៅសេតវៀនអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះសង្គ្រាមដែលកំពុងបន្តនៅអ៊ីរ៉ង់លោកបានព្រួយត្របែកថាជំនួសនេះអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកមូលហេតុសំខាន់មួយគឺដោយសារតែតម្លៃប្រេងនិងឧស្ម័ននៅទីផ្សារអន្តរជាតិកំពុងកើនឡើងយ៉ាងខ្លាំងការកើនឡើងតម្លៃថាមពលនេះអាចនឹងធ្វើឲ្យបណ្ដាប្រទេសជាច្រើនប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចនិងការកើនឡើងនៃអធិបរាហេតុនេះហើយលោក Merz បានស្នើឲ្យអាមេរិកនិងអ៊ីស្រាអែលស្វែងរកវិធីសាស្ត្រដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់តាមការធ្វើទៅបានលោកក៏បានបង្ហាញក្តីសង្ឃឹមថានឹងមានយន្តការប្រព័ន្ធនយោបាយមួយដែលអាចធ្វើឲ្យប្រទេសអ៊ីរ៉ង់មានការដឹកនាំដោយសន្តិភាពនិងសេរីភាពនៅពេលអនាគតនៅផ្នែកផ្សេងទៀតនៃស្ថានភាពអ្នកប្រឹក្សារបស់មគ្គុទ្ទេសក៍កំពូលអ៊ីរ៉ង់បានប្រកាសថាអ៊ីរ៉ង់នឹងមិនចូលរួមក្នុងការចរចាណាមួយឡើយពួកគេបានបញ្ជាក់ថាប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចនៅក្នុងការបន្តសង្គ្រាមដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារពីអាមេរិកនិងអ៊ីស្រាអែលតាមការអះអាងរបស់ភាគីអ៊ីរ៉ង់ពេលវេលាសម្រាប់ការចរចាជាមួយអាមេរិកបានផុតកំណត់ទៅហើយ
ជាមួយគ្នានេះលោក Donald Trump បាននិយាយនៅដើមសប្តាហ៍ថាប្រសិនបើចាំបាច់សហរដ្ឋអាមេរិកអាចបន្តប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់រយៈពេល1ខែឬសូម្បីតែយូរជាងនឹងផងដែរស្ថានភាពនេះធ្វើឲ្យអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនព្រួយបារម្ភថាជំលុះនេះអាចនឹងភូនរីកទៅជាសង្គ្រាមធំមួយនៅតំបន់មជ្ឈិមបូព៌ាហើយប្រសិនបើជំលុះនេះបន្តរីករាលដាលវាអាចនឹងប៉ះពាល់មិនត្រឹមតែសន្តិសុខតំបន់ឡើយថែមទាំងសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ